ជំរាបសួរcôទាំងអស់គ្នាអរគុណព្រះថ្ងៃនេះអ្នកគ្រូមានមេរៀនភាសាខ្មែរសម្រាប់បង្ហាញcôទាំងអស់គ្នាចាមេរៀនរបស់យើងថ្ងៃនេះគឺមេរៀនទី8ផឹកទឹកកខ្វក់នាំឲ្យការជោមជំងឺចាអញ្ចឹងcôទាំងអស់គ្នាប្រកាសជាដឹងហើយថាការដែលយើងផឹកទឹកមិនស្អាតទឹកកខ្វក់គឺធ្វើឲ្យយើងមានបញ្ហាសុខភាពហើយសុខភាពយើងគឺអត់ល្អចាអញ្ចឹងបច្ចុប្បន្ននេះគឺយើងតែងតែចាទទួលទានឬក៏ផឹកទឹកចាផឹកទឹកស្អាតចាហើយទឹកស្អាតរបស់យើងហ្នឹងគឺមានតាមផ្ទះខ្លះក៏គាត់ប្រើជាធុងចម្រោះចឹងទៅចាហើយតាមផ្ទះខ្លះទៀតដែលគាត់មានលទ្ធភាពគាត់ដូរជាទឹកសុទ្ធជាធុងអញ្ចឹងទុកនៅផ្ទះសម្រាប់នឹងហូបឬក៏ផឹកចាសម្រាប់នឹងផឹកជុំគ្រួសារគាត់ចឹងទៅចាអញ្ចឹងថ្ងៃនេះអ្នកគ្រូបានលើកយកចំណុចមួយក្នុងមេរៀនរបស់យើងគឺចំណុចខគឺចង់បង្រៀនយើងទាំងអស់គ្នាអំពីពាក្យចាពាក្យនៃដូចចាអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងបង្ហាញកូនពាក្យនៃដូចនិងពាក្យខ្វៀលចាអញ្ចឹងពាក្យខ្វៀលនេះអ្នកគ្រូត្រូវបានលើតាំងពីអ្នកគ្រូនៅតូចចានៅក្នុងសាច់រឿងរបស់យើងគឺមានស្នានិងស្នាយចាស្នានិងស្នាយនេះពួកគាត់តែងតែចាយកគោរបស់គាត់ទៅខ្វៀលចាពេលព្រលឹមត្រជាក់ហ្នឹងហើយគាត់វិចបាយវិចទឹកអីចឹងទៅយកទៅដើម្បីចាយកគោទៅខ្វៀលហើយដល់ម៉ោងបាយគាត់ញ៉ាំបាយនៅកន្លែងគាត់ខ្វៀលគោតែម្ដងរហូតដល់ពេលរសៀលឬក៏ពេលល្ងាចចាម៉ោង5ម៉ោងអីហ្នឹងគឺគាត់ចាប់ដើមចានាំគោគាត់ហ្នឹងគឺត្រឡប់មកផ្ទះរបស់គាត់វិញចាអញ្ចឹងពួកគាត់ទាំងពីរនេះគឺតែងតែយកគោទៅខ្វៀលចាអញ្ចឹងនៅក្នុងមេរៀនបានប្រាប់ថាគាត់ទាំងពីរហ្នឹងគឺយកគោទៅខ្វៀលនៅឯទីវាលដាច់ស្រយាលគឺឆ្ងាយពីភូមិព្រោះដោយសារអីនៅឆ្ងាយពីភូមិទើបសម្បូរស្មៅចាឲ្យគោរបស់គាត់ហ្នឹងស៊ីចាអញ្ចឹងឥឡូវក៏មើលអញ្ចឹងពាក្យនៃដូចនឹងពាក្យខ្វៀលគឺចាគឺចាំចាចាំអញ្ចឹងពេលដែលគាត់យកគោទៅគឺគាត់ត្រូវចាំមើលចាចាំគោរបស់គាត់ឆ្អែតចាចាំមើលគោនឹងឆ្អែតហើយដល់ម៉ោងទៅនាំគោត្រឡប់ទៅផ្ទះវិញចាអញ្ចឹងពាក្យនៃដូចនឹងខ្វៀលគឺចាំចាចាំមួយទៀតពាក្យនៃដូចនឹងខ្វៀលគឺមើលគោអញ្ចឹងពេលដែលគាត់ទៅខ្វៀលគោគឺគាត់ត្រូវតែមើលគោនឹងតើគោនៅកន្លែងដែលគាត់ចងនឹងអត់ចាតើគោរបស់គាត់បានដាច់របូតទៅឆ្ងាយឬក៏ទៅស៊ីដំណាំស៊ីស្រូវរបស់គេអត់អញ្ចឹងគាត់ត្រូវមើលឲ្យបានជាប់លាប់ចាកន្លែងនេះគឺនៃដូចនឹងខ្វៀលគឺមើលចាមើលមួយទៀតនៃដូចនឹងខ្វៀលមួយទៀតគឺរក្សាអញ្ចឹងការដែលគាត់យកគោទៅខ្វៀលគឺគាត់ត្រូវមើលថែរក្សាចារក្សាគោរបស់គាត់នឹងឲ្យមានសុវត្ថិភាពចាកុំឲ្យគោនឹងទៅណាឆ្ងាយកាលណាគោទៅឆ្ងាយគាត់អត់ដឹងគាត់អាចនឹងពិបាកក្នុងការស្វែងរកចាគោរបស់គាត់ត្រឡប់មកវិញគឺគោនឹងអាចនឹងដើរទៅឆ្ងាយវង្វេងឆ្ងាយទៅដែលធ្វើឲ្យគាត់អាចនឹងបាត់បង់សត្វចិញ្ចឹមរបស់គាត់ចាអញ្ចឹងត្រឡប់មកវិញគឺនៃដូចនឹងពាក្យខ្វៀលគឺមានពាក្យថាចាំចាមើលហើយនឹងរក្សាចាគឺមានចំនួន3ពាក្យហ្នឹងចឹងសង្ឃឹមថាមេរៀនថ្ងៃនេះនឹងជួយកូនទាំងគ្នាឲ្យស្គាល់ពាក្យថ្មីបន្ថែមទៀតហើយកូនអាចនឹងមើលមេរៀនយើងបន្ថែមទៀតទៅចាក៏មានពាក្យថ្មីច្រើននៅក្នុងនឹងដែរអរគុណច្រើនសូមព្រះគុណពរគុណជម្រាបលា